យើងត្រូវហ៊ានពីតិចទៅបងប្អូនណាបើសិនជាចំណុចណាដែលគេថាចំណុចហ្នឹងមើលទៅគ្រោះថ្នាក់ពេកប៉ុន្តែវាអត់ជាបញ្ហាទេដោយសារតែយើងធ្វើពីតិចទៅបងប្អូនបើសិនជាវាខូចក៏មិនសូវជាបញ្ហាដែររឿងមន់បងប្អូនទោះបីថាយើងធ្វើបានពងបានកូនមកមួយខែពីរខែហ្នឹងក៏អត់មានបញ្ហាដែរទោះបីតែវាខូចក៏ដោយពួកឲ្យយើងធ្វើពីតិចបងប្អូនវាខ្លាចតែធ្វើច្រើនធ្លាក់មកតិចអាហ្នឹងបានហៅថាយ៉ាប់បំផុតហើយចំណុចហ្នឹងតែអត់ទេខ្ញុំនឹងធ្វើវាពីមេមួយហ្នឹងបងប្អូនចាំមើលព្រោះខ្ញុំភាគច្រើនខ្ញុំចិត្តស្ដាប់គេបងប្អូនស្ដាប់ណាបងប្អូនអើយមើលតិចខែហ្នឹងខែតិចបងប្អូនគិតម្ដងថ្ងៃនេះដូចជាមួយខែមកចូលថ្ងៃទី4បានអាយុ2ខែឥឡូវទៅថ្ងៃទី22ទេអញ្ចឹងវាបានមួយខែហ្នឹងឯងថាមួយខែ20ថ្ងៃចុះខ្ញុំវាបោកដកទៅវាស្ពេចស្ពិលដែរបងប្អូនហ្នឹងឯងតែមើលបងប្អូនអើយអាយ៉ាហើយបងអូនគេឲ្យដំបូងគេថាឲ្យ3ដល់ពេលឆ្កែខំងាប់អស់មួយអញ្ចឹងហ្នឹងហើយឥឡូវកុំឲ្យវាអន់ចិត្តអីយើងយកតែ2បានហើយឲ្យវា5ព្រោះខ្ញុំហ្នឹងអ្នកមើលថែវាអញ្ចឹងណាហើយខ្ញុំអត់យកអីទេខ្ញុំយកតែមេទុកដើម្បីបន្តពូជទេហើយមន់ខ្ញុំអត់មានមន់ទេបងប្អូនអើយដោយសារខ្ញុំអត់ចិញ្ចឹមហើយសារមន់ប្អូនសកកប្អូនដែរតែមន់ខ្ញុំនេះ2បងប្អូនអានេះមួយ2ហ្នឹងបានឯសាដូឆ្កែដំបូងខ្ញុំចាំនេះហ្នឹងគេសុំកូនឆ្កែកាលហ្នឹងការឆ្កែខ្ញុំទៅបុកមុនកូនបាននេះគេដូរមកបាទកាលគេយកកូនឆ្កែមួយគេឲ្យមន់2ឈ្មោល1មេ1បាទបានគូនឹងសប្ងៃដែរឥឡូវមេខ្មៅមើលឃើញបងប្អូនទៅភ្នែករៀងភ្លឺនោះបាទឥឡូវពងគេបាន4គ្រាប់ហើយនឹងខ្ញុំនឹងចាប់ផ្ដើមហើយពីមេមួយហ្នឹងអាតូចនោះយើងបាច់ចាំគិតតែយើងគិតតែមេនេះវិញបាទខ្ញុំនឹងចាប់ផ្ដើមពីមេមួយហ្នឹងហើយខ្ញុំសន្យាជាមួយបងប្អូនថាខ្ញុំនឹងបង្កើតមកឲ្យបានច្រើនទៅតាមអ្វីដែលខ្ញុំដឹងបាទរៀនមើលបាទតាមប្រព័ន្ធ YouTube ឲ្យមកអនុវត្តខ្លួនឯងដូចគេថាយើងធ្វើអីគឺចាប់ផ្ដើមពីតិចទៅបងប្អូនបើយើងដកបទពិសោធន៍យើងធ្វើពីតិចទោះបីតែខាតឬក៏ខូចអីបងប្អូនក៏វាអត់ច្រើនដែរព្រោះធម្មតាយើងចាប់ផ្ដើមពីតិចទៅបងប្អូនអាចចំណុចធំនោះខ្លាចតែយើងធ្វើច្រើនហើយយើងចូលនិយាយថាយើងដកបទពិសោធន៍យកបែបច្រើនមកការបងប្អូនព្រោះអីគ្រោះថ្នាក់ចំណុចហ្នឹងគេថាចាប់ផ្ដើមពីច្រើនមកតិចហ្នឹងគឺពិបាកវិញបងប្អូនតែបើយើងហ៊ានណាធ្វើអីក៏ដែរយើងត្រូវរៀនធ្វើវាមិនថាតាមបច្ចេកទេសផ្សេងគ្នាខ្ញុំទទួលស្គាល់ចំណុចហ្នឹងតែតែមានខុសគ្នាខ្លះបងប្អូនខ្លះគេធ្វើបែបនេះក៏ខ្លះទៀតក៏មានគេធ្វើបែបនោះបងប្អូនគឺអត់ដូចគ្នាទាំងស្រុងទេហើយរឿងដែលសំខាន់គឺយើងអាចចង់និយាយថាយើងត្រូវហ៊ានពីតិចទៅបងប្អូនណាបើសិនជាចំណុចណាដែលគេថាចំណុចហ្នឹងមើលទៅគ្រោះថ្នាក់ពេកប៉ុន្តែវាអត់ជាបញ្ហាទេដោយសារតែយើងធ្វើពីតិចទៅបងប្អូនបើសិនជាវាខូចក៏មិនសូវជាបញ្ហាដែររឿងមន់បងប្អូនទោះបីថាយើងធ្វើបានពងបានកូនមកមួយខែពីរខែហ្នឹងក៏អត់មានបញ្ហាដែរទោះបីតែវាខូចក៏ដោយពួកឲ្យយើងធ្វើពីតិចបងប្អូនវាខ្លាចតែធ្វើច្រើនធ្លាក់មកតិចអាហ្នឹងបានហៅថាយ៉ាប់បំផុតហើយចំណុចហ្នឹងតែអត់ទេខ្ញុំនឹងធ្វើវាពីមេមួយហ្នឹងបងប្អូនចាំមើលព្រោះខ្ញុំភាគច្រើនខ្ញុំចិត្តស្ដាប់គេបងប្អូនខ្ញុំស្ដាប់គេលក្ខណៈដែលខ្ញុំចាប់ផ្ដើមស្ដាប់ខ្ញុំមានច្រើនណាស់បងប្អូនប៉ុន្តែខ្ញុំចាប់យកចំណុចតែការគ្រប់គ្រងកូនមន់ពីព្រោះចំណុចដំបូងរបស់អ្នកចិញ្ចឹមសត្វគឺការគ្រប់គ្រងកូនតូចហ្នឹងហើយបើថាគ្រប់គ្រងកូនតូចបានគឺគង់តែកើតទេបងប្អូនតែបើយើងអត់ចេះគ្រប់គ្រងកូនដល់ពេលនៅតូចពេលវាញាស់ពីមេឬក៏យើងភ្ញាស់ពីទូក៏ដោយបើយើងអត់ចេះគ្រប់គ្រងចំណុចហ្នឹងពិបាកក្នុងការបង្កើតបងប្អូនបាក់ទទួលបានផលល្អអារឿងផ្សេងរឿងធំព្យាបាលអីផ្សេងហ្នឹងជារឿងមួយទៀតបងប្អូនតែសំខាន់កត្តាដំបូងហ្នឹងគឺការគ្រប់គ្រងកូននៅពេលដែលញាស់ពីសបុកឬក៏ញាស់ពីទូអីផ្សេងមួយពីរតែដោយសារខ្ញុំមិនមែនអ្នកមានទូភ្ញាស់ទូអីទេអញ្ចឹងខ្ញុំគ្រប់គ្រងពីកូនបាទគាត់ថាយើងភ្ញាស់
ពីមេតែយើងយកមកគ្រប់គ្រងដោយខ្លួនឯងដូចជាមានពលកម្ដៅអីអញ្ចឹងណាបងប្អូនមួយពីរអញ្ចឹងទៅព្រោះអីព្រោះតំបន់ខ្ញុំវាអំណោយផលទីមួយខ្ញុំមានភ្លើងរត់ភ្លើងអីអញ្ចឹងទៅយើងចាប់ដើមហ៊ានគ្រប់គ្រងកូនដោយខ្លួនឯងអញ្ចឹងបើឧទាហរណ៍សិនជាអនាគតទៅកាត់មកបានច្រើនបើសិនយើងចេះគ្រប់គ្រងកូនតូចៗហ្នឹងបានណាចង់និយាយថាថ្ងៃក្រោយទៅគឺយើងអាចភ្ញាស់ទូបានដូចជាកែបងប្អូនហ្នឹងហើយហើយវីដេអូហ្នឹងដូចជាអត់មានអីចង់និយាយច្រើនអីទៀតទេបងប្អូនហ្នឹងហើយឥឡូវឲ្យបងប្អូនមើលប៉ងតិចបាទតូចមែនតើបងប្អូនអើយប៉ងប្រងអត់ធំទេប៉ងតូចនេះបងប្អូនបាទហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើនបាទសម្រាប់បងប្អូនទស្សនានិងចូលចិត្តបាទកុំភ្លេចជួយចុច like និងជឿខ្ញុំម្នាក់មួយផងបងប្អូនហើយខ្ញុំនឹងសន្យាមួយបងប្អូនថាខ្ញុំនឹងធ្វើឲ្យកើតឲ្យបានដើម្បីចែកជូននៅគេថាការដឹងទៅកាន់បងប្អូនជាបន្តទៀតបាទអរគុណច្រើនបងប្អូន